ផលប៉ះពាល់ទាំង10រវាងសង្គ្រាមអ៊ីរ៉ង់អ៊ីស្រាអែលហើយនិងអាមេរិក1ការបាត់បង់ជីវិតជនស៊ីវិលយ៉ាងរង្គាលមិនថាភាគីណាឈ្នះឬចាញ់មនុស្សស្លូតត្រង់រួមទាំងកុមារនិងស្ត្រីគឺជាអ្នករងគ្រោះមុនគេសង្គ្រាមនៅកាហ្សានិងលីបង់បានបង្ហាញពីមហន្តរាយមនុស្សធម៌ដ៏ធំធេងដែលមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយ2វិបត្តិជនភៀសខ្លួននិងការបាត់បង់ជំរកមនុស្សរាប់លាននាក់ត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងរត់គេចពីរបកាំភ្លើងការរស់នៅក្នុងជំរំភៀសខ្លួនដែលខ្វះខាតទឹកអាហារនិងថ្នាំសង្កូវបង្កើតបានជាវដ្តនៃភាពក្រីក្រនិងជំងឺដង្កាត់3ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមន្ទីរពេទ្យសាលារៀននិងប្រព័ន្ធទឹកស្អាតត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកការស្ដារឡើងវិញនៅទីក្រុងដែលខ្ទេចខ្ទីទាំងនេះអាចនឹងត្រូវចំណាយពេលរាប់សិបឆ្នាំនិងថវិការាប់ពាន់លានដុល្លារ4ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរចំណុចដែលគួរឲ្យខ្លាចបំផុតគឺការប្រជែងគ្នារវាងអ៊ីស្រាអែលដែលគេជឿថាមានអាវុធនុយក្លេអ៊ែរនិងអ៊ីរ៉ង់ដែលកំពុងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរប្រសិនបើចំនួននេះទុះឡើងដល់កម្រិតប្រើប្រាស់អាវុធប្រឡាយវានឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល5ការកើនឡើងនៃលទ្ធិជ្រុលនិយមនិងអំពើភេរវកម្មសង្គ្រាមបង្កើតឲ្យមានគំនុំនិងការស្អប់ខ្ពើមនេះគឺជាឱកាសមាសសម្រាប់ក្រុមជ្រុលនិយមក្នុងការជ្រើសរើសសមាជិកថ្មីដែលនាំឲ្យមានការកើនឡើងនៅអំពើភេរវកម្មមិនត្រឹមតែក្នុងតំបន់ប៉ុន្តែនៅជុំវិញពិភពលោក6វិបត្តិសេដ្ឋកិច្ចនិងតម្លៃប្រេងពិភពលោកមជ្ឈិមបូព៌ាគឺជាប្រភពប្រេងដ៏ធំការរំខានដល់ផ្លូវដឹកជញ្ជូនដូចជាច្រកសមុទ្រហឺមូសនិងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់នាំឲ្យមានអតិផរណានិងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនៅគ្រប់តំបន់ទីកន្លែងរួមទាំងកម្ពុជាផងដែរ7ការបែកបាក់សាមគ្គីភាពអន្តរជាតិចំនួននេះបានបែងចែកពិភពលោកជាពីរផ្នែកមហាអំណាចដូចជាអាមេរិករុស្ស៊ីនិងចិនកំពុងប្រើប្រាស់ចំនួននេះដើម្បីផលប្រយោជន៍នយោបាយរៀងៗខ្លួនដែលធ្វើឲ្យអង្គការសហប្រជាជាតិពិបាករកដំណោះស្រាយសន្តិភាព8ផលប៉ះពាល់ផ្លូវចិត្តយូរអង្វែងកុមារដែលធំដឹងក្តីក្នុងសម្លេងក្របបែកនិងមានស្លាកស្នាមផ្លូវចិត្តអស់មួយជីវិតការរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំបំផ្លាញសុខភាពផ្លូវចិត្តនិងអនាគតនៃធនធានមនុស្សនៅក្នុងតំបន់9ការរំលោភច្បាប់អន្តរជាតិការវាយប្រហារលើស្ថានទូតការប្រើប្រាស់អាវុធតាមឃាត់និងការមិនគោរពតាមសេចក្តីសម្រេចរបស់ UN បានធ្វើឲ្យតម្លៃនៃច្បាប់អន្តរជាតិចុះខ្សោយនៅពេលច្បាប់លែងមានប្រសិទ្ធភាពអ្នកខ្លាំងគឺជាអ្នកឈ្នះដែលជាគ្រោះថ្នាក់សម្រាប់ប្រទេសតូចៗ10ការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរសារធាតុគីមីពីគ្រាប់រំសេវការឆេះអណ្ដូងប្រេងនិងការបំផ្លាញដីធ្លីបង្កជាផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរវាមិនត្រឹមតែប៉ះពាល់ដល់មនុស្សបច្ចុប្បន្នទេប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាពដីនិងទឹកសម្រាប់មនុស្សចំនួនក្រោយទៀតផងសរុបមកចំនួននេះមិនមែនជារឿងសាមញ្ញត្រឹមតែការច្បាំងគ្នាយកឈ្នះនោះទេប៉ុន្តែវាគឺជាការបាត់បង់នៅតម្លៃមនុស្សធម៌និងស្ថិរភាពសកល